ថ្ងៃកថានៅក្រៅស្រុកដូចបូនីកឹមអានោះវាយដូណាត់មិននឹងគ្រប់លក់មិននឹងគ្រប់ចាយផងលួចពន្ធលួចអីខ្លះណាហើយហៅបន្តទៀតកណៃកឆារាគ្នាឡើងនិយាយជាមួយមនុស្សល្ងិតគ្នាទៅការនៅកន្លែងមនុស្សអត់មានភ្នែកប្រើម្រាមបាយអានអសចំណែកតាមមកហើឡើងសង្កេតថ្មីតែនិយាយណាហើយដល់ចឹងទៅគាត់មានបានអីគាត់នឹកឃើញតែឲ្យកន្លែងណាមានមុខមាត់តាមមកហើរឿងគាត់ទៅចូលហ៊ុនសែនរឿងតែមួយទេរឿងគាត់ខាងនឹងសំរាំងស៊ីយកលុយទៅឲ្យហើយរាំងស៊ីមិនជួបតាមមកហើគាត់ទៅចូលអាមួយនេះឈ្មោះដាំឆៃរីក៏ឡើងទៅជាសម្ដេចព្រឹទ្ធាចារ្យដល់បានព្រឹទ្ធាចារ្យទៅយូរទៅក៏ដូចជាមិនស្រួលក៏ចាញ់ពីដាំឆៃរីមកហ្នឹងក៏មកព្រាមទៅក៏លោកហ៊ុនសែនគាត់ហៅលោកតាលោកអីតាមពិតណាបងនេះបងមកហើណាបាទបងមកហើហ្នឹងគាត់ណាឃើញមុខអញ្ចឹងទេតាមពិតគាត់ប្អូនបងសែនទេគាត់ប្អូនបងសែនទេគាត់ប្អូនមួយឆ្នាំឬមួយឆ្នាំផងគាត់មិនមែនព្រឹទ្ធាចារ្យកណ្ដួយអីទេគាត់អាយុចាស់ក្មេងទេណាហើយឈ្មោះគាត់ក៏មិនមែនមកហើដែរអាមកហើនេះឈ្មោះនៅដុំដីមួយនៅជារុំហ្នឹងមានឈ្មោះមួយអញ្ចឹងគាត់យកអាឈ្មោះហ្នឹងធ្វើជារហស្សនាមគាត់ទៅណាហើយបើចង់ដឹងថាបងមកហើអាយុប៉ុន្មានមើលប្រពន្ធគាត់ខ្ចីញ៉ាញ់និយាយខ្មែរមិនសូវច្បាស់ផងអានេះខ្ញុំនិយាយឲ្យយល់អញ្ចឹងហើយបានជាបងមកហើទៅស្ដីឲ្យនាងមួយទៅសប្តាហ៍មួយទៀតឆែកអំពីពួកបងមកហើក៏អត់ចង់និយាយពីឈ្មោះរបស់គាត់នៅលើប៉ាសពតទេខ្ញុំក៏ស្គាល់តែប៉ុន្តែមិនទៅទូចខ្ញុំហើយណាមកខ្ញុំអត់ចូលចិត្តវាយប្រហារមនុស្សឯកជនបងមកហើប៉ាសពតប៉ុនខ្ញុំណាប៉ុន្តែគាត់មកដេកស៊ីបាយតែខ្ញុំណាបើខ្ញុំជាមនុស្សអាក្រក់មិនគាត់ហ៊ានដេកតែខ្ញុំយល់ទេអានេះរឿងហ្នឹងគាត់ដេកតែខ្ញុំពីរដងណាគាត់ដេកតែខ្ញុំដូច្នេះហើយចាត់ទុកតែគាត់នឹងមើលគុណទៅចោះមិនប្រកាន់គាត់ទេណាអញ្ចឹងខ្ញុំសូមប្រាប់ថាបងមកហើនឹងគាត់ប្អូនតសែនទេ